បន្ទាប់ពីអ្នកបានរស់នៅក្នុងវ័យ20ឆ្នាំជំហានបន្ទាប់របស់អ្នកគឺបានដើរឈានចូលមកដល់វ័យដែលមានអាយុ30ឆ្នាំដែលជាពាក់កណ្ដាលជីវិតនៅក្នុងជីវិតរបស់អ្នកក្នុងវ័យនេះអ្នកលែងចាប់ផ្ដើមធ្វើអ្វីមួយដែលចេញពីចំណុច0ទៀតហើយបើទោះជាអ្នកបានដើរដល់ជំហានណាមួយនៅក្នុងជីវិតរបស់អ្នកមិនថាវាជាអាជីពការងារមិនថាវាជាទំនាក់ទំនងទូទៅគឺអ្នកយ៉ាងហោចណាស់បានដើរដល់ចំណុចពាក់កណ្ដាលនៃទំនាក់ទំនងមួយនោះឬក៏អាជីពមួយនោះទៅហើយដូច្នេះបទពិសោធន៍ជាច្រើនក្លាយជាមេរៀនមួយចំនួនដែលអ្នកទទួលបានពីការបោកប្រាស់ពីការបរាជ័យពីការក្បត់ផុតពីការយល់ច្រឡំនិងពីការមិនហ៊ានសារភាពថាខ្លួនឯងខុសឬក៏ទទួលកំហុសទៅលើអ្វីដែលខ្លួនឯងបានធ្វើនោះទេបើទោះជាអ្វីដែលអ្នកចាប់ផ្ដើមចេញពីចំណុច0មកដល់ជំហានបន្ទាប់នៃអាយុ30ឆ្នាំនេះក៏ពិតមែនក៏ប៉ុន្តែអ្នកមិនស្ថិតនៅក្នុងដំណាក់កាលមួយដែលស្ថិរភាពនិងប្រកបជាសម្រាប់អ្នកទាំងអស់គ្នាផងដែរពីព្រោះដំណាក់កាលមួយនេះវាបានផ្ដល់ឲ្យអ្នកមានអារម្មណ៍ជាច្រើនហើយអារម្មណ៍ទាំងនោះមានដូចជាសម្ពាធពិបាកចិត្ត stress ការភ័យខ្លាចនិងការថប់អារម្មណ៍ហើយវាកើតឡើងក៏ព្រោះតែសម្ពាធការងារសម្ពាធគ្រួសារសម្ពាធអាជីវកម្មសម្ពាធនៃទំនាក់ទំនងជាមួយនឹងមនុស្សជុំវិញខ្លួនហើយវាក៏បានមកពីការប្រៀបធៀបដែលយើងឃើញនៅក្នុងសង្គមក៏ដូចជាការមើលឃើញពីមនុស្សជុំវិញខ្លួនដែលគេដើរទៅដល់ចំណុចណាមួយដែលមិនប្រកបប្រជានៅក្នុងជីវិតរបស់គេដូចគ្នាដូច្នេះវាទាមទារឲ្យអ្នកទាំងអស់គ្នាមានការខិតខំប្រឹងប្រែងព្យាយាមបន្ថែមទៀតនៅក្នុងវ័យមួយនេះដោយឡែកនៅក្នុងវ័យ20ឆ្នាំគឺអ្នកទាំងអស់គ្នាទទួលអារម្មណ៍ថាអ្នកទាំងអស់គ្នាក្លាហានពុះពៀគ្រប់ឧបសគ្គហ៊ានជំនះគ្រប់បញ្ហាក៏ប៉ុន្តែចូលមកដល់វ័យនេះដោយសារតែភាពបរាជ័យដែលអ្នកទទួលបានឬក៏ការមិនទទួលខុសត្រូវឬប្រឈមមុខជាមួយនឹងបទពិសោធន៍ដែលអ្នកធ្លាប់ជួបវាធ្វើឲ្យអ្នកកើតអាការៈបែបមួយទៀតជំនួសឲ្យការខិតខំប្រឹងប្រែងទៅលើចំណុចជាច្រើនដែលអ្នកប្រឹងរៀននៅក្នុងវ័យ20ឆ្នាំបដូរទិសដៅនៃការផ្ដោតទៅលើចំណុច5យ៉ាងផ្សេងទៀតដែលអ្នកគួរផ្ដោតនៅក្នុងវ័យ30ឆ្នាំទី1ការផ្ដោតទៅលើជំនាញនៅក្នុងវ័យ20ឆ្នាំអ្នកទាំងអស់គ្នាផ្ដោតទៅលើការរៀនសូត្រក៏ប៉ុន្តែនៅក្នុងវ័យ30ឆ្នាំគឺទាមទារឲ្យអ្នកទាំងអស់គ្នាផ្ដោតទៅលើជំនាញណាមួយដែលអ្នកគិតថាខ្លាំងនៅក្នុងរយៈពេលកន្លងទៅ10ឆ្នាំកាលពីនៅក្នុងវ័យ20ឆ្នាំអ្នកទាំងអស់គ្នាបានឆ្លងកាត់នៅបទពិសោធន៍ជាច្រើនមិនថាវាជាការងារឬក៏ទំនាក់ទំនងនោះទេទាំងអស់នឹងហើយដែលត្រូវទាមទារឲ្យអ្នកទាំងអស់គ្នាចាប់ផ្ដើមសួរសំណួរទៅលើខ្លួនឯងថាតើអ្វីទៅដែលជាជំនាញពិតប្រាកដសម្រាប់អ្នកទាំងអស់គ្នាតើអ្វីទៅដែលអ្នកចូលចិត្តតើអ្វីទៅដែលអ្នកមានចំណុចខ្លាំងជាមួយវាបើសិនជាអ្នកបានមើលឃើញទៅលើជំនាញណាមួយដែលគិតថាខ្លួនឯងធ្វើវាដោយសប្បាយចិត្តធ្វើវាដោយមិននឿយហត់នោះគឺជាចំណុចមួយដែលអ្នកត្រូវផ្ដោតទៅលើជំនាញមួយនឹងហើយត្រូវពង្រឹងទៅលើជំនាញមួយនឹងនៅក្នុងវ័យ30ឆ្នាំមិនថាវាជាការអនុវត្តមិនថាវាជាការអភិវឌ្ឍមិនថាវាជាការរៀនសូត្របន្ថែមមិនថាវាមានជំនាញថ្មីណាមួយដែលតាក់ទងជាមួយនឹងចំណុចខ្លាំងរបស់យើងត្រូវតែរៀនពីជំនាញមួយនោះឲ្យស៊ីជម្រៅព្រោះវ័យនៅក្នុង30ឆ្នាំនេះមិនមែនរៀនពីភាពចម្រុះនៃវិស័យការងារឬក៏វិស័យទំនាក់ទំនងរបស់អ្នកទៀតទេអ្នកត្រូវចាំថានៅពេលដែលអ្នកនៅក្នុងវ័យ30ឆ្នាំអ្នកផ្ដោតទៅលើជំនាញមួយនឹងហើយពីព្រោះថាបើសិនជាជំនាញមួយនឹងពិតជាសំខាន់នៅក្នុងសង្គមឬក៏វិស័យការងារក៏ពិតមែនគឺគេមិនអាចខ្វះអ្នកទាំងអស់គ្នាដើម្បីទៅធ្វើការឲ្យគេនោះទេទី2ផ្ដោតទៅលើការគ្រប់គ្រងនិងដាក់វិន័យទៅលើផ្នែកហិរញ្ញវត្ថុនៅក្នុងវ័យ20ឆ្នាំអ្នកទាំងអស់គ្នានៅស្ថិតនៅក្នុងការគ្រប់គ្រងរបស់ឪពុកម្ដាយដូច្នេះរាល់ការចំណាយបើសិនជាអ្នកខ្វះខាតប៉ុណ្ណាក៏នៅមានអ្នកផ្ទះអាចចាំជួយចាំសម្រួលដើម្បីឲ្យអ្នកមានការរស់នៅដ៏ប្រសើរមួយដែរក៏ប៉ុន្តែនៅក្នុងវ័យ30ឆ្នាំនេះអ្នកចាប់ផ្ដើមមានទំនួលខុសត្រូវទៅលើខ្លួនឯងអ្នកចាប់ផ្ដើមមានភាពជាអ្នកដឹកនាំអ្នកចាប់ផ្ដើមស្គាល់ពីពាក្យថាអ្វីទៅគឺជាពាក្យឯករាជ្យហើយការឯករាជ្យទាំងនឹងគឺវាពាក់ព័ន្ធទៅលើការចាយវាយទៅលើហិរញ្ញវត្ថុនឹងឯងក្នុងការរស់នៅប្រចាំថ្ងៃគឺយើងត្រូវការចាំបាច់គឺលុយកាក់ប្រាក់កាសឬក៏ហិរញ្ញវត្ថុទាំងនឹងដើម្បីចំណាយទៅលើការរស់នៅម្ហូបអាហារចម្រោកការរៀនសូត្រនិងការចាយវាយដែលចាំបាច់ឬមិនចាំបាច់មួយចំនួនជាមួយនឹងរបស់ដែលអ្នកចង់បាននៅក្នុងជីវិតរបស់អ្នកត្រូវចាំថានៅក្នុងវ័យ30ឆ្នាំនេះមិនមែនជាអ្វីដែលអ្នកត្រូវរៀនពីរបៀបនៅក្នុងការរស់នៅនោះទេប៉ុន្តែអ្នកទាំងអស់គ្នាត្រូវរៀនពីស្ថិរភាពតុល្យភាពនិងសេរីភាពនៅក្នុងការរស់នៅ
ដូច្នេះអ្នកទាំងអស់គ្នាត្រូវដាក់វិន័យទៅលើខ្លួនឯងក្នុងផ្នែកហិរញ្ញវត្ថុទី1អ្នកត្រូវតាមដានទៅលើការចំណាយរបស់អ្នកទាំងអស់គ្នាជាប្រចាំខែទី2អ្នកត្រូវបង្កើតគណនីមួយដើម្បីសន្សំទី3ជៀសវាងការចំណាយណាដែលប្រើប្រាស់ទៅលើអារម្មណ៍ផ្ទាល់ខ្លួននៅពេលណាដែលយើងមានចំណង់នៅក្នុងការចង់បានអ្វីមួយដោយមិនគិតដោយមិនមានការវិភាគឬក៏វិនិច្ឆ័យត្រឹមត្រូវនៅក្នុងការចំណាយនោះទេនោះវានឹងពំនាំនៅហានិភ័យនៅក្នុងការរស់នៅជាប្រចាំថ្ងៃរបស់អ្នកនិងទី4គឺការវិនិយោគទៅលើការរីកចម្រើនរបស់អ្នកបើសិនជាចំណុចណាមួយដែលធ្វើឲ្យជីវិតរបស់អ្នកប្រសើរជំនាញរបស់អ្នកកាន់តែខ្លាំងការរស់នៅរបស់អ្នកកាន់តែមានស្តង់ដារដូច្នេះអ្នកគួរតែវិនិយោគទៅលើចំណុចទាំងហ្នឹងនៅពេលណាដែលអ្នកដាក់វិន័យទៅលើផ្នែកហិរញ្ញវត្ថុនេះវាធ្វើឲ្យអ្នកមានសមត្ថភាពមួយនៅក្នុងការសម្រេចពីព្រោះថានៅពេលដែលយើងដាក់វិន័យខ្លួនឯងនៅក្នុងការចាយវាយអ្វីដែលចាំបាច់និងមិនចាំបាច់នោះអ្នកនឹងមិនចាំបាច់គិតច្រើននៅក្នុងការសម្រេចចិត្តធ្វើអ្វីមួយនោះទេហើយអ្នកក៏មិនបាច់មន្ទិលសង្ស័យជាមួយនឹងអារម្មណ៍របស់អ្នកថាអ្នកចង់បានវាឬក៏អត់ដែរពីព្រោះថាអ្វីដែលនៅជាក់ស្ដែងនៅចំពោះមុខអ្នកនឹងដឹងខ្លួនឯងថាតើអ្នកទាំងអស់គ្នាមានសមត្ថភាពទិញវាឬក៏អត់ហើយនៅពេលដែលទិញវាហើយតើវាធ្វើឲ្យការរស់នៅប្រចាំថ្ងៃរបស់យើងមានភាពប្រសើរឬក៏អន់ថយនៅពេលណាដែលសមត្ថភាពនៅក្នុងការសម្រេចចិត្តរបស់អ្នកកាន់តែខ្លាំងនោះអ្នកនឹងកាត់បន្ថយភាពស្លន់ស្លោនៅក្នុងការចាយវាយភាពស្លន់ស្លោនៅក្នុងការបថុញញត់ទៅលើរឿងអ្វីមួយភាពស្លន់ស្លោនៅក្នុងការបថុយបន្តាននៅក្នុងការខ្ចីនរណាម្នាក់និងភាពស្លន់ស្លោមួយទៀតដែលធ្វើឲ្យអ្នកគិតច្រើនថាតើប្រហែលថ្ងៃខាងមុខទៀតតើខ្ញុំរស់បែបម៉េចទៅសរុបសេចក្តីមកវិញបើសិនជាអ្នកទាំងអស់គ្នាគ្មានការគ្រប់គ្រងទៅលើផ្នែកហិរញ្ញវត្ថុនោះទេនោះរាល់ការសម្រេចចិត្តនៅក្នុងការចាយវាយរបស់អ្នកនឹងផ្ដល់សម្ពាធឲ្យអ្នកនៅក្នុងការរស់នៅជាប្រចាំថ្ងៃនិងផ្ដល់ភាពតានតឹងនៅក្នុងការគិតច្រើនថែមទៀតផងហើយវាមិនត្រឹមតែប៉ះពាល់ដល់អ្នកតែមួយមុខនោះទេវាប៉ះពាល់ទៅដល់មនុស្សជុំវិញខ្លួននិងរបស់មួយចំនួនដែលកំពុងតែធ្វើឲ្យអ្នកអាចរស់រានមានជីវិតបានទី3ផ្ដោតទៅលើទិសដៅដែលមានរយៈពេលវែងនៅក្នុងវ័យ20ឆ្នាំអ្នកអាចផ្លាស់ប្ដូរដោយធ្វើចលនាជាច្រើនពីមួយទីតាំងទៅមួយទីតាំងពីអាជីពមួយទៅអាជីពមួយពីទំនាក់ទំនងមួយទៅទំនាក់ទំនងមួយទៀតដោយមិនខ្វល់ខ្វាយឬក៏ដាក់សម្ពាធទៅលើខ្លួនឯងនោះទេក៏ប៉ុន្តែនៅក្នុងវ័យ30ឆ្នាំនេះវាទាមទារឲ្យអ្នកទាំងអស់គ្នាត្រូវមានគោលដៅមួយដែលច្បាស់លាស់ហើយនឹងមានរយៈពេលវែងហើយត្រូវសួរខ្លួនឯងថាតើ5ឆ្នាំឬក៏10ឆ្នាំខាងមុខតើខ្ញុំមើលឃើញខ្លួនឯងជានរណាគេរស់នៅទីណាសល់ទ្រព្យសម្បត្តិអ្វីខ្លះមានមុខរបរឬក៏អាជីពការងារជាន់ខ្ពស់ណាមួយមានដៃគូស្នេហាបែបណាមានកូនចៅប្រមាណអ្នកហើយអ្នកមានគោលបំណងអ្វីខ្លះថាអ្នកចង់បាននឹងទៅណានៅក្នុងជីវិតរបស់អ្នកពីព្រោះនៅក្នុងវ័យ30ឆ្នាំនេះគឺជាវ័យនៅក្នុងការកសាងមូលដ្ឋានគ្រឹះនៅក្នុងការរស់នៅដែលមាននិរន្តរភាពនៅថ្ងៃខាងមុខបើសិនជាអ្នកទាំងអស់គ្នាមិនក្តោបក្តាប់ពេលវេលាមួយនេះដើម្បីកសាងនៅមូលដ្ឋានគ្រឹះនៅក្នុងជីវិតរបស់អ្នកនោះទេនោះ5ឆ្នាំឬក៏10ឆ្នាំខាងមុខអ្នកអត់មានអ្វីទាំងអស់នៅក្នុងជីវិតរបស់អ្នកហើយនេះបានន័យថាគ្រួសាររបស់អ្នកបានបង្កើតជីវិតឲ្យអ្នកប៉ុន្តែជីវិតដែលអ្នកគ្រប់គ្រងឲ្យខ្លួនឯងមិនមានតម្លៃស្មើនឹងជីវិតដែលឪពុកម្ដាយគ្រប់គ្រងអ្នកនោះទេពីព្រោះនៅពេលដែលអ្នកចេះគ្រប់គ្រងខ្លួនឯងអ្នកទាំងអស់គ្នាបានដើរដល់ដំណាក់កាលមួយដែលអ្នកទាំងអស់គ្នារៀនរស់ដោយខ្លួនឯងហើយតែមូលហេតុអ្វីបានជាអ្នកទាំងអស់គ្នាមិនអាចធ្វើវាបានព្រោះមនុស្សម្នាក់ៗគឺត្រូវទីពឹងទៅលើខ្លួនឯងដូច្នេះអ្នកទាំងអស់គ្នាចូលចាប់ផ្ដើមតម្រង់ទិសដៅរបស់អ្នកទាំងអស់គ្នាថាតើ3ឆ្នាំ5ឆ្នាំ10ឆ្នាំខាងមុខតើអ្នកនឹងធ្វើអ្វីទី4ផ្ដោតទៅលើបណ្ដាញនិងកេរ្តិ៍ឈ្មោះនៅពេលណាដែលអ្នកមានគោលដៅមានវិន័យចំពោះខ្លួនឯងមានភាពជាអ្នកដឹកនាំមានអាជីពការងាររបស់អ្នកដែលអាចទ្រទ្រង់នៅក្នុងការរស់នៅម្នាក់ឯងបាននោះជំហានដែលអ្នកដើរទៅជួបមនុស្សជុំវិញខ្លួនរបស់យើងនឹងមានទម្ងន់ធ្ងន់អាចពើងទ្រូងអាចនិយាយដោយភាពជឿជាក់អាចបង្ហាញសមត្ថភាពនៅអ្វីដែលអ្នកមាននិងអាចរាប់អានអ្នកណាក៏បាននៅក្នុងវ័យ30ឆ្នាំនេះពីព្រោះអ្វីដែលអ្នកកំពុងធ្វើវាបានធ្វើឲ្យមនុស្សជុំវិញខ្លួនចាប់ផ្ដើមទុកចិត្តអ្នកមើលឃើញពីសមត្ថភាពរបស់អ្នកមើលឃើញពីតម្លៃរបស់អ្នកមើលឃើញពីអត្តចរិតដ៏ស្មោះត្រង់របស់អ្នកមើលឃើញពីភាពដឹកនាំរបស់អ្នកមើលឃើញពីអ្វីដែលអ្នកបានដាក់វិន័យទៅលើខ្លួនឯងហើយទាំងអស់នឹងវាផ្ដល់អត្តសញ្ញាណមួយដែលធ្វើឲ្យគេគោរពសរសើរឲ្យតម្លៃនិងគួរឲ្យចង់រាប់អានអ្នកទាំងអស់គ្នាទៀតដូច្នេះអ្នកទាំងអស់គ្នាសូមធ្វើការងារអ្វីមួយដែលប្រកបដោយវិជ្ជាជីវៈបង្កើតទំនាក់ទំនងណាមួយឲ្យវាមានភាពច្បាស់លាស់បំពេញការងាររបស់អ្នកឲ្យបានជាប់លាប់នេះហើយគឺជាកេរ្តិ៍ឈ្មោះដែលអ្នក
អ្នកបន្សល់ទុកនៅក្នុងវ័យ30ឆ្នាំឬក៏នៅពេលដែលអ្នកចាស់ទៅគេនឹងស្គាល់ថាអ្នកគឺជានរណាគេហើយគេឈ្មោះរបស់អ្នកនឹងបង្កើតទៅជាបណ្ដាញនិងក្លាយជាទ្រព្យសម្បត្តិរបស់អ្នកដូចគ្នាទី5ផ្ដោតទៅលើតុល្យភាពនិងសុខភាពនៅក្នុងវ័យ30ឆ្នាំអ្នកប្រកាសជាមានទំនួលខុសត្រូវជាច្រើនហើយទំនួលខុសត្រូវទាំងនោះមានទាំងខ្លួនឯងនិងមនុស្សសំខាន់របស់អ្នកចំពោះខ្លួនឯងម្នាក់អ្នកត្រូវទទួលខុសត្រូវទៅលើអាជីពការងារមុខរបរអាជីវកម្មបណ្ដាញនិងទំនាក់ទំនងហិរញ្ញវត្ថុនិងមានចំណុចជាច្រើនទៀតដែលអ្នកត្រូវគ្រប់គ្រងទៅលើខ្លួនឯងផ្ទាល់ដោយឡែកអ្នកត្រូវគ្រប់គ្រងជាមួយនឹងដៃគូរបស់អ្នកដូចគ្នាថាតើយើងធ្វើយ៉ាងណាឲ្យវាមានតុល្យភាពមានភាពស៊ីចង្វាក់គ្នានិងធ្វើយ៉ាងណាឲ្យការរស់នៅជាខ្លួនឯងនិងជាមួយដៃគូត្រូវប្រាកដថាវាមានតុល្យភាពហើយតុល្យភាពទាំងនឹងគឺត្រូវទាមទារឲ្យអ្នកទាំងអស់គ្នាចេះបែងចែកពេលវេលាបានត្រឹមត្រូវថាតើពេលវេលាណាមួយដែលអ្នកត្រូវគិតទៅលើការងារស្នេហាឪពុកម្ដាយមិត្តភ័ក្តិមិត្តរួមអាជីពផ្លូវចិត្តផ្លូវកាយទាំងអស់នេះហើយគឺទាមទារឲ្យអ្នកទាំងអស់គ្នាត្រូវបែងចែកពេលវេលានៅក្នុងចន្លោះណាមួយដើម្បីធ្វើរឿងទាំងអស់នឹងក្នុងពេលតែមួយពេលណាដែលអ្នកចេះក្តោបក្តាប់ទៅលើពេលវេលាគ្រប់គ្រងទៅលើរឿងទាំងនឹងហើយចេះបែងចែកថាអ្វីដែលប៉ះពាល់ផ្លូវចិត្តអ្វីដែលប៉ះពាល់ផ្លូវកាយដោយដកចេញឬក៏ទុកដូច្នេះរាល់ការសម្រេចចិត្តរបស់អ្នកទាំងអស់គ្នានឹងផ្ដល់អត្ថប្រយោជន៍ឲ្យអ្នកទាំងអស់គ្នានៅក្នុងការរស់នៅជាប្រចាំថ្ងៃពីព្រោះនៅក្នុងវ័យ30ឆ្នាំនេះផ្លូវចិត្តនិងផ្លូវកាយគឺមានសារៈសំខាន់ជាងគេបើការងារមិនត្រូវចិត្តចូលកវត្តវាចោលបើស្នេហាធ្វើឲ្យខូចចិត្តចូលបោះបង់ទំនាក់ទំនងមួយនឹងទៅបើទីកន្លែងនោះធ្វើឲ្យអ្នកសោកសៅច្រើនចូលចេញពីកន្លែងនឹងទៅបើរាងកាយរបស់អ្នកស្ពឹកសពន់ចូលទៅហាត់ប្រាណទៅបើសិនជាអ្នក stress ពីការងារចូលធ្វើចលនាមួយចំនួនទាំងអស់នេះហើយគឺសុទ្ធតែមានអត្ថប្រយោជន៍ទៅដល់ការរស់នៅប្រចាំថ្ងៃរបស់យើងពីព្រោះរាងកាយរបស់អ្នកមិនថាផ្លូវចិត្តនិងផ្លូវកាយនោះទេវាព័ន្ធទៅលើមហិច្ឆតានៅក្នុងខ្សែជីវិតរបស់អ្នកថាតើអ្នកទាំងអស់គ្នាចង់ក្លាយខ្លួនទៅជានរណាគេនាថ្ងៃខាងមុខចំណុចទាំងនេះវានឹងប៉ះពាល់ទៅដល់អ្នកទាំងអស់គ្នាបើសិនជាអ្នកទាំងអស់គ្នាមិនរៀនគ្រប់គ្រងមិនរៀនបែងចែកទៅលើចំណុចទាំងនេះនោះទេនៅក្នុងវ័យ30ឆ្នាំមិនមែនសម្រាប់ការដកបទពិសោធន៍ដោយគ្មានទិសដៅទៀតនោះទេនៅក្នុងវ័យនេះអ្វីដែលអ្នកផ្ដោតគឺការកសាងនៅមូលដ្ឋានគ្រឹះនៅក្នុងការរស់នៅរបស់អ្នកដែលមានស្ថិរភាពនិងមានអត្ថន័យនៅក្នុងជីវិតរបស់អ្នកចូលផ្ដោតអ្វីដែលមានភាពស៊ីជម្រៅផ្ដោតទៅលើការដាក់វិន័យនិងផ្ដោតទៅលើការគិតរយៈពេលវែងអ្នកទាំងអស់គ្នាមិនទាន់យឺតពេលនោះទេហើយក៏កុំប្រៀបធៀបខ្លួនឯងជាមួយនឹងមនុស្សជុំវិញខ្លួននោះដែរពីព្រោះនៅក្នុងវ័យ30ឆ្នាំគឺជាវ័យដែលអ្នកកំពុងតែសាងសង់ហើយនៅក្នុងការសាងសង់ផ្លូវទិសដៅមួយនេះនឹងកំណត់ទស្សវត្សរ៍ពាក់កណ្ដាលជីវិតរបស់អ្នកនាពេលខាងមុខ